សួស្តីអ្នកទាំងអស់គ្នាវិលមកជួបខ្ញុំផ្សាយជាថ្មីទៀតហើយនៅក្នុងវីដេអូថ្មីនេះហើយថ្ងៃនេះគឺជាថ្ងៃ holiday សម្រាប់ពីការងារដោយសារថ្ងៃនេះគឺជាថ្ងៃអបអរសាទរទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍7 មករាថ្ងៃនេះដែរយើងចេញដូចរាល់ដងយើងចេញទៅមួយវណ្ណាហើយទៅដល់មុខយើងយកប៉ែម្នាក់ទៀតអញ្ចឹងណាហើយឥឡូវយើងបានមកដល់នៅខាងអូនលក់ជិតទៅដល់ផ្ទះបងប៉ែហើយឥឡូវយើងបានមកដល់សាលាបឋមសិក្សាអូនលក់ទៅជិតទាំងប៉ែហើយឥឡូវក៏យើងបានមកដល់ទាំងប៉ែព្រោះយើងត្រូវយកសំណាញ់និងសម្ភារៈផ្សេងទៀតដើម្បីយកទៅរកត្រីអញ្ចឹងណាក៏ជួនចំពេលប៉ែគាត់មកដល់ផ្ទះដូចគ្នាដែរអញ្ចឹងណាហើយមិនចាំពេលយូរពួកយើងក៏បានរៀបចំអីវ៉ាន់ដើម្បីទៅរកត្រីហើយនៅក្នុងនោះមានយើងយកមុងហើយដូចជាសំណាញ់ផងដែរពួកយើងមិនចាំពេលយូរក៏ពួកយើងរៀបចំចេញដំណើរទៅតែម្ដងហើយមុននឹងទៅពួកយើងរៀបចំទិញសម្ភារៈថែមទៀតក៏ដូចជារ៉េកេសផងដែរក្រោយពីយើងបានទិញហើយយើងក៏ចេញដំណើរបន្តទៀតដើម្បីស្រូតកុំឲ្យទៅដល់នោះពេលថ្ងៃពីព្រោះយើងបានចេញមកវាម៉ោង 9 ទៅហើយអញ្ចឹងណាហើយកាត់មកដល់នេះផ្លូវវាបែកមែនទែនមុំទៅដល់វេទនាជីអាលាក់ផងអីផងកាត់ដីប៉ុណ្ណាគេព្យួរផងអីផងមុំទៅដល់វាលំបាកដែរហ្នឹងណាកៃបដែតម្ដងទៅនេះហ្នឹងត្រីគេវិញយើងដុតរោយជូកចាប់ថតអាងហើយយើងអានេះយើងកៃបាយមែនចឹងបានត្រីតើហើយនេះអូអត់កើតទេអូបានដល់អូទៅនោះតែណែរត់ស៊ីនេះតបស្រីត្រីជួយម៉ែបងអ្នកជំនាញមកឲ្យវាធ្លាក់សិនធ្លាក់យូរហ្នឹងប៉ែកាប់មកហើយកាន់ដល់កន្លែងនេះពួកយើងចែកគ្នារហើយដូចជាងប៉ែគាត់ជំនាញខាងបងហើយខ្ញុំជំនាញមួយវណ្ណាគឺជំនាញខាងអូចែកគ្នារអញ្ចឹងណាធ្វើដើម្បីឲ្យស្រោតទៅបន្តកន្លែងមួយទៀតព្រោះកន្លែងមួយហ្នឹងគឺវាសម្បូរត្រីដូចគ្នាដែរអញ្ចឹងណាហើយពីអ្នកវណ្ណាចុះអូសឡើងអូសចុះអូសឡើងហើយប៉ែអ្នកបងកណាលទៅចែកគ្នារម្នាក់តិចហើយក៏វាបានគ្រាន់ដែរអញ្ចឹងណាមុំដែលយើងចេញទៅវិញព្រោះត្រីយើងពិបាករកពួកខានេះបើយើងមិនរកគេអ្នករកអញ្ចឹងណាហើយដូចមើលអញ្ចឹងចាំកាលទៀតហើយលទ្ធផលព្រឹកធំគឺយើងបានប៉ុណ្ណឹងហើយឥឡូវឲ្យប៉ែគាត់បងមកស្នាញ់ទៀតដើម្បីយើងចេញបន្តទៅកន្លែងមួយទៀតបញ្ញាប់ស្រោតដើម្បីឲ្យតាន់ពេលព្រឹកហើយមិនចាំពេលយូរពួកយើងក៏បានចេញដំណើរទៅទៀតហើយធ្វើដំណើរយើងកាត់ពីភូមិមួយទៀតដើម្បីឲ្យទៅដល់កន្លែងហ្នឹងវារៀងឆ្ងាយដែរប្រហែល2-3 គីឡូដែរអញ្ចឹងណាហើយកាត់មកដល់នេះគឺយើងអូសអត់បានទេយើងបានទៅបងហើយឲ្យបែកកណ្ដបងហើយយើងចាំទៅមើលគាត់អញ្ចឹងណាហើយដូចនិយាយអញ្ចឹងខែនឹងសបោអ្នករស់ហើយពូមីងគាត់មកម៉ោងអញ្ចឹងណាហើយយើងក៏បន្តក្នុងការឈប់បងត្រីទៅអញ្ចឹងណាព្រោះយើងយូរដែរហើយយើងត្រូវត្រឡប់ទៅវិញព្រោះថាឥឡូវវាម៉ោង 3 ទៅហើយអាចទឹកនោះគាត់តាគៀនោះជាប់ពេញអាហ្នឹងជាប់ឡើងស្ញាច់ពូទាកប់សេរីហើយលទ្ធផលដែលយើងរកបាននៅក្នុងថ្ងៃនេះប្រហែលជាចូល 2 គីឡូដែរហើយឥឡូវគឺយើងវីដេអូយើងក៏បានដល់ទីបញ្ចប់ផងដែរហើយជាចុងក្រោយសូមអរគុណដល់អ្នកបានទស្សនាវីដេអូនេះដែររហូតមកដល់ទីបញ្ចប់សូមអរគុណបងមិនចេះផឹកស៊ីមិនចេះដើរលេងក៏